របរណាក៏ជារបរសុចរិតឲ្យតែជារបរសុចរិតយើងសិតតែមានគុណតម្លៃថាយើងរកឃ្មុំដាំចំការដំឡូងមីដូងឬក៏ដាំស្វាយដាំពោតអីទេឲ្យតែយើងប្រកបរបរសុចរិតសូមសិតតែមានតម្លៃព្រោះថាយើងគ្រប់គ្នាមិនមែនជាមនុស្សបរិសុទ្ធអីទេតែក៏កុំឲ្យស្រុតរហូតដល់ស្មោកគ្រោកព្រឹត្តធម៌ថោកទាបដែលសង្គមជាតិនិងសង្គមសាសនាលោកមិនត្រូវការមិនរាប់រកនោះយើងមិនបាច់ទៅប្រព្រឹត្តបរទុច្ចរិតធ្វើចោលប្លន់ធ្វើអ្នកកាប់សម្លាប់ឬក៏ជាអ្នកដែលប្រព្រឹត្តនៅអំពើទុច្ចរិតដោយវិជ័យកម្មមនោកម្មអីទេយើងប្រកបរបរសុចរិតភាពឲ្យរួបរวมសាមគ្គីក្នុងនាមយើងមានឈាមជ័រជាខ្មែរមានពូជសម្បុរពូជសាសជាខ្មែររួមជាតិទៅតែនៅដល់ស្រុកព្រៃភ្នំយ៉ាងណាបើយើងអាស្រ័យភាសាតែមួយនៃធរគុណខេត្តពោធិ៍សាត់ឲ្យមានមកសពកន្លះខាងយើងខ្ញុំសូមសពផុតតកបានសកកម្មការបានជេរសុសានជាងវាយទៅបាត់នៃថ្ងៃស្អែកកាក់ណាពុទ្ធចាស់គ្រប់អង្គឯកឧត្តមលោកទាវអស់លោកស្រីបានប្រពៃពិធីបុណ្យដ៏មហោសច្ចាក្រៃហើយថ្ងៃនេះបានធ្វើពិធីសុំទឹកសុំកុំមានសេចក្តីប្រមាទកុំបីមាននៅសេចក្តីធ្វេសប្រហែសក្នុងកិច្ចការងារផ្សេងគឺថាគប្បីយ៉ាងម៉េចរស់នៅដោយសេចក្តីមិនប្រមាទរស់នៅដោយសេចក្តីមិនធ្វេសប្រហែសហើយព្យាយាមបង្កើនសមត្ថភាពខ្លួនយើងក្នុងចំណេះជំនាញក្នុងការសិក្សាផ្សេងហើយកុំប្រឹងប្រែងនៅរឿងណាដែលយើងដឹងថាអត់ប្រយោជន៍ហើយយើងនៅតែធ្វើនឹងមិនមែនជាមនុស្សល្អទេយើងខ្លួនឯងនោះដោយតែយើងទៅអង្គុយចំណាយពេលនិយាយដើមគេទៅចង់ដឹងចង់ឮពីរឿងអ្នកដទៃច្រើនរឿងពេកច្រើនយ៉ាងពេកខុសតំណងពេកយើងដឹងថារឿងអស់នោះវាមិនមានប្រយោជន៍ហើយតែពេលខ្លះយើងនៅតែធ្វើហើយការដែលយើងដឹងថារឿងនឹងអត់ប្រយោជន៍ហើយយើងនៅតែធ្វើនេះមិនមែនជាការចម្រើនទេវាជាការវិនិច្ឆ័យទៅតាំងពីពេលបច្ចុប្បន្ននឹងទៅបាត់ហើយនឹងគឺអញ្ចឹងហើយលើលោកនេះវាគ្មាននរណាមកជាទីអាងសម្រាប់យើងជាជាងយើងជាទីអាងនៃខ្លួនយើងទេលើលោកនេះវាគ្មានអ្នកណាមកបាំងខ្នងរងមុខយើងជាជាងអំពើសុចរិតរបស់យើងទេប្រកាសណាយើងប្រព្រឹត្តអំពើទុច្ចរិតហើយទោះតែយកប្រអិនប្រព្រំមកបាំងខ្លះតាទៀនក៏មិនមាននៅសេចក្តីសុខជានិរន្តរ៍ទៅដែរប៉ុន្តែបើតែយើងបាននៅសេចក្តីសុចរិតរបស់យើងប្រកបដោយភាពត្រឹមត្រូវក្នុងកិច្ចការដែលយើងធ្វើហើយគឺថាគង់តែរឿងល្អហ្នឹងមកសិក្សាឧបត្ថម្ភការពារយើងកុំឲ្យទទួលនៅភាពក្តៅក្រហាយបើទោះតែជួបក៏ជួបឆាប់កន្លងបាត់ទៅដែរអាហ្នឹងគឺអញ្ចឹងលោកខាងអរណងករងអបិញ្ញផានងនិយកੰអ្នកមីនិបច្ចការសេតាសៈកើតកសរតននិយេអនុភៀវេនសោសិតវាអន្តរាយេអតិសតោមហាការប្រត់ប្រាស់និរិះចាអាយុជីវិតសង្ខារនេះទៀងប្រកាសកំណត់ម៉ោងពេលវេលាមិនបានទេជួនទៅគ្នាកំពុងតែទីតល់ក្រផងមកជោគមកដល់ដោយឧបតវៈហេតុដោយជំងឺឆ្លងឬក៏ដោយគ្រោះអាសន្នណាមួយទៅធ្វើការកិរិយាទៅប្រពន្ធកូនឬក៏ថាម្ដាយឪពុកមិនមានប្រាក់គ្រប់គ្រាន់ក្នុងការធ្វើឬក៏ជួលនៅជាបណៈឋានដែលយើងថាមេនោះមកប្រើប្រាស់ទេអញ្ចឹងហើយបើសិនជាវត្តមាននៅជាបណៈឋានបែបនេះស្រេចដល់ល្អវិចិត្រស្កឹមស្កៃបែបនេះស្រេចសាលាពិធីសម្រាប់តម្កល់សពសម្រាប់ប្រារព្ធធ្វើនៅពិធីបុណ្យនេះស្រេចម្ល៉េះហើយក៏អនុគ្រោះឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈហើយគ្រប់និន្នាការសាសនាអត់មានសន្មតថាមេនេះជាបណៈឋាននេះប្រើបានតែពុទ្ធសាសនិកអីក៏អត់ដែរគឺសាសនិកមូស្លីមក្តីសាសនិកហិណ្ឌូក្តីសាសនិកគ្រឹះក្តីគឺថាឲ្យតែត្រូវការប្រើប្រាស់ជាបណៈឋាននេះក៏រមែងប្រើប្រាស់បានទៅជាប្រយោជន៍ហើយជួយសម្រួលដល់ប្រជាពុទ្ធបរិស័ទក៏ដូចជាប្រជាពលរដ្ឋដែលកំពុងខ្វះខាតនិងមិនបាននៅធនធានដែលប្រកបដោយការប្រព្រឹត្តទៅនៃបុណ្យជាបណៈកិច្ចឲ្យបានសមរម្យទេអញ្ចឹងគឺជាបណៈឋាននេះបំរើឲ្យសេចក្តីត្រូវការបែបនេះបានច្រើនណាស់ហើយសេចក្តីស្លាប់នេះគឺថាចំបញ្ចប់គឺ
ជាបណថានឹងដូចគ្នាយើងប្រឹងធ្វើកុសលរឿយៗដើម្បីចម្រើននៅកម្លាំងហ្នឹងដែលជាកុសលហ្នឹងឲ្យផុតអំពីភ័យមួយគ្រានឹងសិនយល់ទេព្រោះកម្មណាដែលវាតាមមកហើយតាមលែងតន់យើងចូលទៅកាន់អមតៈសុខគឺព្រះនិព្វានផុតកម្មនោះអត់មានឱកាសឲ្យផលលោកហៅថាជាអហោសេកម្មស្រាប់តែកម្មនឹងវាត្រូវឲ្យផលនឹងជាតិហ្នឹងប៉ុន្តែកម្លាំងបុណ្យពីជាតិមុនផ្សំនឹងយើងខំធ្វើឥឡូវវារុញយើងផុតទៅមុខទៀតទៅកម្មនឹងវាចាំឲ្យផលជាតិក្រោយដល់តែជាតិក្រោយយើងខំធ្វើល្អទៀតបូកជាមួយកុសលជាតិមុនមកទៀតយើងរុញទៅផុតទៀតទៅកុសលកម្មរុញទៅផុតទៀតទៅអកុសលនោះចាំឲ្យក្រោយទៀតអញ្ចឹងទៅមិននៅបើយើងភ្លេចខ្លួនកម្មនឹងចូលមកទន្ទ្រានព្រឹកអានឹងគឺថាដល់វេទអកុសលឲ្យផលហើយអញ្ចឹងបានបុរាណលោកលើកយកពិធីពុំក្នុងខ្សាច់នេះមិនមែនថាលើកដើម្បីផ្ដាច់កម្មពៀទេគឺលើកមកដើម្បីឲ្យយើងប្រារព្ធចម្រើននៅបុណ្យកុសលដើម្បីឲ្យវាមានអំណាចបុណ្យហ្នឹងទៅជួយធ្វើម៉េចឲ្យវាផុតអំពីបាបគ្រោះមួយគ្រាដែលវាបំរុងនឹងកើតហ្នឹងទៅ